នរឿងខ្លីក្រោមចំណងជើងថាសៀវភៅពណ៌មាសសូមគោរពអញ្ជើញលោកស្រីប្រិយមិត្តនិងប្អូនកុមាររីករាយស្ដាប់កំសាន្តដូចតទៅរស់កើតក្នុងគ្រួសារក្រីក្រមួយរាល់ថ្ងៃក្មេងប្រុសនេះត្រូវធ្វើការងារយ៉ាងធ្ងន់ធ្ងរដើម្បីចិញ្ចឹមជីវិតនៅក្បែរផ្ទះគេមានគ្រួសារសេដ្ឋីស្ដុកស្ដំមួយហើយគ្រួសារនោះមានកូនប្រុសម្នាក់ឈ្មោះបុត្រដែលជាក្មេងទំរើសបំផុតថ្ងៃមួយដូនចាស់ម្នាក់ទំនងជាអ្នកចេះដឹងបានមកដល់ផ្ទះគ្រួសារសេដ្ឋីគាត់បង្ហាញសៀវភៅចំណាស់ដោះក្រាស់មួយក្បាលដែលមានក្រោបពណ៌ទឹកមាសគាត់ពោលអះអាងសៀវភៅនេះកត់ត្រាចំណេះដឹងទាំងឡាយដែលមានជាយូរលង់ណាស់មកហើយបើអ្នកណាបានអានវាគេនឹងមានចំណេះដឹងខ្ពង់ខ្ពស់ហើយថែមទាំងអាចពូកែត្រិះរិះពិចារណាទៀតផងសេដ្ឋីបើកសៀវភៅពណ៌មាសមើលហើយគិតក្នុងចិត្តពិតមែនហើយបើយើងទិញសៀវភៅនេះឲ្យបុត្រយើងគិតថាកូនរបស់យើងនឹងអាចក្លាយទៅជាមនុស្សដ៏ប្រពៃម្នាក់បានគាត់ក៏ព្រមទិញវាទោះជាសៀវភៅនេះមានតម្លៃខ្ពស់ក៏ដោយបន្ទាប់មកសេដ្ឋីហៅបុត្រមកជួបនិងប្រាប់កូនឯងត្រូវអានសៀវភៅនេះយ៉ាងហោចណាស់ឲ្យបានមួយថ្ងៃមួយទំព័ររាល់ល្ងាចថ្ងៃសៅរ៍ឯងត្រូវសរសេរអំពីអ្វីដែលឯងបានអានឲ្យពុកមើលបើឯងមិនធ្វើទេពុកនឹងដាក់ពិន័យឯងហើយបុត្រជាក្មេងកំចិលគេចូលចិត្តដើរលេងជាងគេឧស្សាហ៍កិច្ចសាលាណាស់គប់ជួនព្រឹកនោះបុត្រជួបរស់ដោយចៃដន្យហើយគេក៏មានគំនិតមួយភ្លាមគេស្រែកហៅរស់តើឯងអានអក្សរទេចេះតើខ្ញុំធ្លាប់បានរៀនអក្សរនៅវត្តដែរខ្ញុំចង់រៀនតែខ្ញុំត្រូវឈប់ព្រោះពុកម៉ែខ្ញុំគិតថាកូនអ្នកក្ររៀនទៅគ្មានបានអីទេខាតតែពេលឥតប្រយោជន៍ឯងមានសំណាងមែននៅផ្ទះខ្ញុំវិញអ្វីផ្ទុយពីនេះទាំងស្រុងប៉ុន្តែបើឯងចង់រៀនយើងដោះដូរគ្នារឿងមួយឯងអានចំពោះទី1នៅក្នុងសៀវភៅពណ៌មាសនេះជំនួសខ្ញុំហើយសរសេរសង្ខេបខ្លឹមសាររួចយកមកឲ្យខ្ញុំនៅថ្ងៃសៅរ៍ក្រោយចាំខ្ញុំឲ្យលុយព្រមទាំងនំចំណីឆ្ងាញ់ឲ្យឯងរស់រាយរែកក្នុងចិត្តប៉ុន្តែដោយសារត្រូវការប្រាក់គេក៏យល់ព្រមតាមសំណើរបស់បុត្រមួយអាទិត្យក្រោយមកសេដ្ឋីសួររកការងារពីកូនដោយសម្ដីគាត់មែនបុត្របង្ហាញកិច្ចការដែលរស់បានសរសេរឲ្យទៅឪពុកគាត់គ្មានសង្ស័យអ្វីទាំងអស់ហើយសរសើរកូនល្អពុកសប្បាយចិត្តណាស់ដោយឥឡូវឃើញឯងចេះធ្វើកិច្ចការបែបនេះល្បិចនេះចេះតែបន្តរហូតคล้ายជាទម្លាប់រៀងរាល់សប្តាហ៍រស់ត្រូវអានសៀវភៅនិងសង្ខេបខ្លឹមសារឲ្យបុត្រពីដំបូងរស់មានការធុញថប់នឹងកិច្ចការនេះដែរគេមិនចូលចិត្តការកុហកទេតែគេត្រូវទ្រាំដើម្បីប្រាក់និងនំចំណីប៉ុន្តែបន្តិចម្ដងរស់ក៏ចាប់ផ្ដើមជក់ចិត្តអានសៀវភៅពណ៌មាសនេះនៅរៀងរាល់ល្ងាចបន្ទាប់ពីការងារស្រែចម្ការដ៏នឿយហត់ក្នុងទំព័រនីមួយរស់អាចស្វែងយល់ពីពិភពថ្មីហើយមានតែភាពងប់ងុយតែម្យ៉ាងគត់ដែលអាចកាត់ផ្តាច់គេចេញពីអំណាចនេះបានច្រើនឆ្នាំកន្លងផុតទៅក្មេងទាំងពីរធំពេញរូបពេញរាងហើយคล้ายជាមិត្តនឹងគ្នារស់តែងចងចាំគុណរបស់បុត្រដែលបានផ្ដល់ឱកាសឲ្យគេបានរៀនសូត្រល្ងាចមួយបុត្រទៅរករស់ហើយនិយាយទាំងខ្វល់ខ្វាយ ព្រះរាជានឹងរៀបចំពិធីប្រឡងជ្រើសរើសទីប្រឹក្សាម្នាក់
ពុកចង់ឲ្យខ្ញុំប្រឡងជាប់ជាដាច់ខាត កុំបារម្ភអីខ្ញុំនឹងទៅប្រឡងជំនួសឯង រស់នឹងជួយដល់បុតជាថ្មីម្ដងទៀតនោះជាការប្រឡងប្រជែងដ៏សែនលំបាកមួយព្រោះគេប្រមូលផ្ដុំបេក្ខជនមកពីគ្រប់ទិសទីក្នុងអាណាចក្ររស់ខំអានសៀវភៅព័ត៌មានឡើងវិញជាច្រើនថ្ងៃកំណត់មកដល់នាយខ្លាញ់ខ្លួនជាកូនសេដ្ឋីទៅចូលរួមប្រឡងនិងដាក់ឈ្មោះបុតទៅលើកិច្ចការរបស់ខ្លួនមិនយូរប៉ុន្មានលទ្ធផលត្រូវបានប្រកាសហើយបុតត្រូវតែងតាំងជាទីប្រឹក្សាមួយរូបរបស់ព្រះរាជាមានបុត្រីមួយអង្គដ៏ឆ្លាតវៃនិងមានរូបសម្រស់យ៉ាងស្រស់ស្អាតព្រះនាមបញ្ចនាថព្រះនាងសពព្រះតីរាប់អានអ្នកចេះដឹងណាស់ដោយការចង់ដឹងព្រះនាងសូមយកកិច្ចការប្រឡងរបស់ទីប្រឹក្សាថ្មីមកទតព្រះនាងអានវាព្រមទាំងឧទានអូនេះពិតជាចម្លើយដ៏ឆ្លៀសវៃមែនឯអក្សរក៏សរសេរបានស្អាតទៀតខ្ញុំចង់ស្គាល់លោកទីប្រឹក្សាថ្មីនេះណាហេតុដូចនេះព្រះនាងបញ្ចនាថអញ្ជើញបុតឲ្យចូលគាល់សួស្ដីលោកបុតតើលោកអាចសរសេរពាក្យជូនពរមួយឃ្លាសម្រាប់ថ្ងៃចម្រើនព្រះជន្មបិតារបស់ខ្ញុំបានទេបុតមានមោទនភាពនឹងការផ្ដល់កិត្តិយសរបស់ព្រះនាងជាខ្លាំងគេតាំងចិត្តក្លាហានហើយសរសេរខ្ញុំជូនពរបិតាឲ្យមានសុខភាពល្អក្សត្រីស្ទើរតែមិនជឿភ្នែកខ្លួនឯងព្រះនាងគិតក្នុងចិត្តឃ្លានេះសាមញ្ញណាស់និងសរសេរខុសច្រើនទៀតហើយចុងអក្សរនេះអីក៏ក្រិចម្ល៉េះព្រះនាងមិនយល់រឿងនេះតតែសោះទ្រង់ចាប់ផ្ដើមសង្ស័យលើបុត្រហើយសម្រេចចិត្តធ្វើការតាមដានមួយប៉ុន្មានថ្ងៃក្រោយមកទៀតព្រះនាងបញ្ចនាថអញ្ជើញបុត្រឲ្យចូលរួមដំណើរកម្សាន្តទៅតាមឆ្នេរសមុទ្រដែលស្ថិតនៅក្បែររាជវាំងពេលសម្លឹងទៅសមុទ្រព្រះនាងសួរបុត្រតើលោកបុត្រដឹងទេហេតុអ្វីក៏សមុទ្រមានពណ៌ខៀវដូច្នេះព្រះនាងចាំពេលក្រោយចាំទូបង្គំជំរាបទូលថ្វាយបានទេពេលនេះទូបង្គំមានកិច្ចការប្រញាប់មួយនៅឯព្រះរាជវាំងនេះបុត្រចាក់ចេញទៅក្រោមក្រសែភ្នែកសង្ស័យរបស់ព្រះនាងដែលសម្រេចថានឹងតាមដានគេដូចជាលើកមុនដែរគេរកជំនួយម្ដងទៀតពីរោះដែលដឹងនៅចម្លើយពីសៀវភៅពណ៌មាសបើសមុទ្រពណ៌ខៀវនោះព្រោះតែមេឃមានពណ៌ខៀវមេឃជាពន្លឺលើសមុទ្រហើយផ្ដល់ពណ៌ទៅឲ្យសមុទ្រពេលដែលមេឃស្រទុំសមុទ្រក៏ប្រែពណ៌ឡើងក្រមៅដែរបុត្រចាក់ចេញទៅវិញទាំងធូរស្បើយចិត្តគេប្រញាប់ត្រឡប់ទៅឆ្នេរវិញដើម្បីថ្វាយចម្លើយតែព្រះនាងមិននៅទីនោះទៀតទេបុត្រចេញផុតមួយសន្ទុះរស់ឮសំឡេងមួយនៅខាងក្រៅមានអ្នកនៅក្នុងផ្ទះទេនឹងឲ្យខ្ញុំសុំទឹកផឹកបន្តិចបានទេរស់ចេញមកមើលហើយឃើញនារីកសិករវ័យក្មេងម្នាក់ញញឹមយ៉ាងស្រស់មករកនាយក៏ដួសទឹកឲ្យនាងព្រមទាំងសួរតើនាងមកពីណាដែរខ្ញុំឈ្មោះនាថខ្ញុំđãរត់ទិញកូនដងហើយខ្ញុំថារស់ទៅនិយាយអញ្ចឹងរស់ចំការរបស់ខ្ញុំតូចណាស់តើអ្នកដឹងទេថាធ្វើយ៉ាងណាតើបអាចដាំដំដូង10ដើមជា5ជួរហើយក្នុងមួយជួរមាន4ដើមទៀតរស់រីកគិតមួយស្របក់រួចពន្យល់ទៅយុវតីដែលយកមែកឈើមកគូសលើដីនាងអាចដាំដូងទាំង10ដើមនោះតាមទម្រង់ផ្កាយដោយរូបនេះយុវនារីកសិករអរគុណដោយការពេញចិត្តចំពោះគំនិតដ៏ល្អនេះរួចនាងលានាយទៅវិញរស់សម្លឹងមើលនាងចាក់ចេញទៅទាំងមិនអស់ចិត្តមួយអាទិត្យក្រោយមកនៅតាមដើមឈើនានាក្នុងស្រុកគេឃើញមានបិទប្រកាសផ្សាយដំណឹងក្រៀមក្រំមួយបុត្រមានគំនិតលោភលន់កាន់តែខ្លាំងគេទៅរករស់និងសុំឲ្យជួយគេម្ដងទៀតយប់នេះក្រោមពន្លឺព្រះច័ន្ទរស់បាក់មើលសៀវភៅពណ៌មាសចុះឡើងដោយច្រាស់ច្រាលក្នុងចិត្តទីបំផុត
នេះក៏បានរកឃើញដំណោះស្រាយមួយរស់ប្រាប់បុត្រឲ្យដឹងអំពីការចាក់ចេញទៅរកឱសថនោះហើយថ្ងៃបន្ទាប់មកនាយក៏ចេញដំណើរទៅដោយជិះសេះដោយជាចៃដន្យមួយរស់បានជួបនាងម្ដងទៀតនាងសួរ សួស្ដីរស់តើអ្នកតាណានឹង ខ្ញុំទៅរកត្បូងគុជវេទមន្តដើម្បីព្យាបាលព្រះនាងបញ្ចនាត យុវនារីដូចជាចាប់អារម្មណ៍នឹងការផ្សងព្រេងនេះណានាងក៏សូមរួមដំណើរទៅជាមួយរស់យល់ព្រមដៃរីករាយបំផុតគេជួយនាងឲ្យឡើងមកលើខ្នងសេះហើយអ្នកទាំងពីរនាំគ្នាសម្ដៅឆ្ពោះទៅទិសខាងកើតមិនយូរប៉ុន្មាននាងនឹងរស់បានមកដល់ឆ្នេរសមុទ្រខាងកើតនៅលើឆ្នេរដ៏ធំល្វឹងល្វើយពួកគេជួបដូនចាស់ម្នាក់ដែលហាក់ដូចជាកំពុងរងចាំពួកគេគាត់ពោលទៅកាន់អ្នកទាំងពីរខ្ញុំដឹងថាពួកឯងមករកអ្វីហើយខ្ញុំនៅទីនេះដើម្បីជួយបង្ហាញផ្លូវពួកឯងឃើញសត្វស្លាបពណ៌ប្រភេទទាំងពីរនោះទីសត្វញីនឹងនាំពួកឯងទៅរកត្បូងគុជវេទមន្តដែលស្ថិតនៅឯបាតសមុទ្រផ្ទុយទៅវិញសត្វឈ្មោលនឹងចឹកពួកឯងរហូតដល់ស្លាប់ខ្ញុំសង្ឃឹមថាពួកឯងនឹងជ្រើសរើសបានត្រឹមត្រូវនាងសួររស់ដោយបារម្ភ រូបរាងពួកវាដូចគ្នាខ្លាំងណាស់តែយើងរកយកមួយណាទៅ រស់ចូលទៅចិត្តសត្វទាំងពីរហើយសង្កេតពិនិត្យមើលដោយយកចិត្តទុកដាក់រំពេចនោះពន្លឺព្រះអាទិត្យចាំងមកលើស្លាបសត្វមួយក្បាលបង្កើតបានជាពណ៌ភ្លឺផ្លេករស់នឹកទៅដល់កំណត់ចំណាំមួយក្នុងសៀវភៅពណ៌មាសនាយញញឹមហើយនិយាយ នេះជាសត្វឈ្មោលវាមានពណ៌ភ្លឺស្រស់ជាងសត្វញី រស់ក៏ដើរសម្ដៅទៅសត្វញីនិងយកដៃអង្អែលវាស្រាលស្រាលបាក់សីអោនបន្ទាបខ្លួនតាមស្រួលឲ្យអ្នកទាំងពីរឡើងជិះលើខ្នងវាហោះឡើងតិចតិចត្រដាងស្លាប់នៅលើអាកាសមួយសន្ទុះទើបបោះពួយយ៉ាងរហ័សចុះទៅក្នុងសមុទ្រនាងនឹងរស់រន្ធត់ជាខ្លាំងហើយតោងស្លាប់សត្វយ៉ាងស្អិតពួកគេគ្មានពេលសំបីតែស្រែកមួយម៉ាត់ពួកគេមានអារម្មណ៍ថាទឹកជ្រាបសពលើរាងកាយហើយឆ្ងល់ថាហេតុអ្វីក៏ពួកគេនៅតែអាចដោះដង្ហើមបានបាក់សីហែលឆ្វែលក្នុងទឹកមួយស្របក់អ្នកទាំងពីររំភើបចិត្តជាខ្លាំងចំពោះសោភ័ណភាពដ៏ស្រស់ស្អាតរបស់ផ្កាថ្មត្រីសមុទ្រគ្រប់ប្រភេទនិងរុក្ខជាតិចម្រុះពណ៌រំពេចនោះនាងចង្អុលទៅក្រុមពណ៌សធំមួយបាក់សីក៏ហែលទៅជិតដើម្បីឲ្យរស់អាចឈោងចាប់យកវាបានដោយងាយនៅទីបំផុតពួកគេត្រឡប់មកដល់ឆ្នេរខ្សាច់វិញនៅទីនោះដូនចាស់រងចាំពួកគេល្អណាស់ចៅទាំងពីរឥឡូវនេះដើម្បីបើកគម្របក្រុមបានពួកឯងត្រូវស្វែងរកនរណាម្នាក់ដែលចេះដើរប៉ុន្តែមិនចេះឈានជើងត្រង់ទៅមុខសោះរស់គិតមួយស្របក់ទើបសម្រេចចិត្តឆ្លើយយ៉ាងជឿជាក់ គឺពិតជាសត្វក្តាមមែនទេលោកយាយ រំពេចនោះក្តាមធំមួយផុសចេញពីខ្សាច់វាសំដៅទៅក្រុមនោះនិងគៀបបំបែកសម្បកក្រុមដោយដង្កៀបដ៏រឹងមាំក្របគុជដ៏ធំភ្លឺភ្លេចមួយបានបង្ហាញខ្លួនឡើងនាងឧទានដោយស្ញប់ស្ញែង ពិតជាអស្ចារ្យមែនអ្នកបានជោគជ័យហើយអ្នកនឹងទទួលបាននូវគុណសម្បត្តិពីព្រះរាជា ខ្ញុំមិនមែនត្រូវការគុណសម្បត្តិនោះទេខ្ញុំធ្វើនេះដើម្បីជួយជីវិតមនុស្សតែប៉ុណ្ណោះ រស់នឹងនាងថ្លែងអំណរគុណដូនចាស់ហើយលាគាត់ត្រឡប់មកផ្ទះវិញព្រលឹមស្រាងពួកគេមកដល់ក្បែរភូមិនាងនិយាយ ពួកយើងត្រូវបែកផ្លូវគ្នាត្រឹមនេះហើយលាហើយរស់សូមឲ្យអ្នកបន្តការងារទៅមុខទៀតបានល្អណាស់ រស់ត្រឡប់មកផ្ទះវិញទាំងនឹងមមីដល់នាងគេក្រៀមក្រំនិងរីករាយក្នុងពេលជាមួយគ្នាគេដើរប្រមូលទឹកសន្សើមនៅតាមស្រទាប់ផ្កាទាំងឡាយនៅមុខផ្ទះរួចកិនលំអិតត្បូងគុជនិងផ្សំឱសថតាមការណែនាំរបស់សៀវភៅពណ៌មាសពេលរៀបចំ10ថ្នាំរួចហើយរស់យកវាទៅឲ្យបុត្រគេឆក់យកឱសថពីដៃរស់ដោយគ្មានពាក្យថាអរគុណមួយម៉ាត់ហើយរត់សម្ដៅទៅរាជវាំង
អ្នកយាមបានផ្លូវឲ្យគេចូលរាជដំណាក់ព្រះនាងបញ្ចនាថពេលព្រះនាងយាងមកដល់បុត្រភ្ញាក់ផ្អើលក្នុងចិត្តមិនតិចទេដោយឃើញក្សត្រីមានសុខភាពល្អធម្មតាគេរារែកប៉ុន្តែដាច់ចិត្តពោល នេះគឺជាឱសថទិព្វសម្រាប់ព្រះនាងទូព្រះបង្គំបានយកជីវិតទៅផ្សងព្រេងយកវាមកថ្វាយ បញ្ចនាថជ្រួញចិញ្ចើមនិងមានបន្ទូលកាត់ ឈប់កុហកទៅអ្នកគ្រាន់តែជាជនបោកប្រាស់ម្នាក់ប៉ុណ្ណោះខ្ញុំបានដឹងពីល្បិចរបស់អ្នកអស់រលីងហើយ ព្រះនាងបែរទៅរកអ្នកយាមនិងចេញបញ្ជា ទៅរកបារោះដែលមានឈ្មោះរស់នៅក្នុងភូមិនោះមក ក្នុងចន្លោះពេលរងចាំរស់បុត្រភ័យញ័រខ្លួនក្រាមក្រសែភ្នែកចោតប្រកាន់របស់ព្រះនាងទីបំផុតរស់ក៏មកដល់នាយរំភើបចិត្តណាស់ហើយក៏បារម្ភផងដែរដោយត្រូវរាជវាំងក៏ហៅពេលឃើញព្រះនាងបញ្ចនាថនាយភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងអូទាន នាងនៅទីនេះធ្វើអ្វី ប៉ុន្តែភ្លាមនោះនាយក៏សម្រួលអិរិយាបថនិងឱនលំទោនចំពោះនាងដោយក្តីគោរពពេលនោះព្រះនាងរៀបរាប់ពីការសង្ស័យនិងល្បិចទាំងឡាយរបស់ខ្លួនរីឯរស់វិញនាយក៏ទម្លាយការសម្ងាត់របស់ខ្លួននិងទៅយកសិភៅពណ៌មាសមកបង្ហាញអ្នករាល់គ្នាបុត្រមានក្តីអាម៉ាស់យ៉ាងខ្លាំងហើយត្រូវបានគេបណ្តេញចេញពីរាជវាំងជារៀងរហូតមិនយូរប៉ុន្មាននៅតាមដើមឈើនានាគេឃើញមានប្រកាសថ្មីមួយស្ដីអំពីដំណឹងរៀបអភិសេកព្រះនាងបញ្ចនាថនិងនាយរស់ដែលជាទីប្រឹក្សាថ្មីរបស់ព្រះរាជារឿងខ្លីក្រាមចំណងជើងថាសិភៅពណ៌មាសដែលលោកស្រីប្រិមិត្តនិងប្អូនកុមារទើបបានស្ដាប់កំសាន្តអំបញ្ញមិញនេះចាប់តែប៉ុណ្ណេះលោកអ្នកអាចរកជីវសាច់រឿងនេះដើម្បីអានតាមរយៈសិភៅខ្ញុំចង់អានដែលផលិតដោយអង្គការស៊ីប៉ានិពន្ធដោយស្រីសំភ័ក្រនិងគំនូរដោយ Eva Calendar សៀវភៅស៊ីប៉ាជាកម្រងស្នាដៃសម្រាប់ពិសេសប្រកបដោយចំណេះដឹងនិងកំសាន្តសម្រាប់អ្នកអានគ្រប់វ័យជាពិសេសប្អូនកុមារសៀវភៅស៊ីប៉ាមាន8ក្រុមគឺសៀវភៅរូបភាពសម្រាប់កុមារ1ឆ្នាំរឿងដំបងសម្រាប់កុមារ3ឆ្នាំខ្ញុំចង់អានសម្រាប់កុមារ8ឆ្នាំស្វែងយល់ពីសម្រាប់កុមារ8ឆ្នាំខ្ញុំអានបានសម្រាប់កុមារ10ឆ្នាំខ្ញុំចង់ដឹងសម្រាប់កុមារ12ឆ្នាំអក្សរសិល្ប៍យុវវ័យសម្រាប់កុមារ12ឆ្នាំនិងសៀវភៅងាយពីសម្រាប់អ្នកអានពេញវ័យលោកអ្នកអាចរកជាវសៀវភៅស៊ីប៉ាបាននៅតាមបណ្ណាគារក្នុងរាជធានីភ្នំពេញនិងខេត្តនានាអាសយដ្ឋានផ្ទះលេខ9ផ្លូវលេខ21រាជធានីភ្នំពេញទូរស័ព្ទលេខ023 216 001 ឬគេហទំព័រ www.sipa-books.com ស៊ីប៉ាសៀវភៅល្អអប់រំនិងកម្សាន្ត